bạn ởក្នុងថ្ងៃនេះព័ត៌មានសំខាន់តែងតែមានជាបន្តបន្ទាប់ជាស្ដែងគឺបញ្ហារឿងក្រុមហ៊ុន Pizza Company របស់ផ្ទះលេខ2គឺបានប្រកាសបិទអាជីវកម្មនៅក្នុងស្រុកខ្មែរហើយបានន័យថានៅកម្ពុជាហើយបន្ទាប់ពីធ្វើអាជីវកម្មអស់រយៈពេល20ឆ្នាំប៉ុន្តែមានព័ត៌មានលេចឮក្រៅផ្លូវការមកថាប្រហែលជានឹងមានការដូរឈ្មោះទៅជា The Pizza Cambodia ជំនួសវិញបានន័យថាអក្សរកាត់ TPC នៅក្នុងថ្ងៃនេះនៅប្រទេសថៃឯណោះគឺមានរឿងផ្ទុះសង្គ្រាមទុរេនបែកប្រទេសតែម្ដងរហូតដល់យកបញ្ហាទុរេននេះទៅដោះស្រាយគ្នាដល់អង្គប្រជុំនៅសភាទៀតផងបាទដោយសារតែមានតារាល្បីឬក៏អ្នកមានឥទ្ធិពលនៅលើបណ្ដាញទំនាក់ទំនងសង្គមម្នាក់បានលក់ទុរេននៅក្នុងតម្លៃមួយផ្លែត្រឹមតែ100បាតប៉ុណ្ណោះដោយមានការគ្រប់គ្រងពីក្រសួងពាណិជ្ជកម្មថៃធ្វើឲ្យប្រជាពលរដ្ឋថៃផ្ទុះកំហឹងទូទាំងប្រទេសតែម្ដងដោយសារតែធ្វើឲ្យខូចតម្លៃទុរេនរបស់ប្រជាកសិករថៃដែលខិតខំដាំដុះថែរក្សាអញ្ចឹងនៅក្នុងថ្ងៃហ្នឹងពាក់ព័ន្ធរឿងទុរេនបាទលើកទុរេនមកចូលរួមប្រជុំដល់រដ្ឋសភាព្រោះវាគឺជាដើមហេតុដែលធ្វើឲ្យផ្ទុះសង្គ្រាមទុរេនបែកប្រទេសបាទអញ្ចឹងគឺរឿងហ្នឹងលោកគ្រិតស៊ីផ្លាឆៃសមាជិកសភាមកពីខេត្តរាយ៉ុងតំណាងឲ្យគណៈបកប្រជាជនបានជជែកពិភាក្សាលើសំណើមួយស្នើឲ្យសភាតំណាងរាស្ត្របង្កើតគណៈកម្មាធិការពិសេសមួយដើម្បីពិចារណានិងសិក្សារកដំណោះស្រាយចំពោះបញ្ហាតម្លៃផលិតផលកសិកម្មទាបរឿងនេះបានកើតឡើងនៅក្នុងចំណោមភាពចម្រូងចម្រាសជំវិញអ្នកមានឥទ្ធិពលដ៏ល្បីល្បាញម្នាក់ដែលសហការជាមួយក្រសួងពាណិជ្ជកម្មតាមរយៈឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ូផាជីស៊ូថាំផាន់បានផ្សាយផ្ទាល់អំពីការលក់ផ្លែទុរេននៅក្នុងតម្លៃ100បាតនៅក្នុងមួយផ្លែបាទពាក់ព័ន្ធទៅនឹងរឿងទុរេនគឺមានរឿងលម្អិតបែបនេះថាថ្មីនេះទីផ្សារទុរេននៅថៃហាក់កំពុងប្រទះភាពវឹកវរចលាចលមិនស្ទើរឡើយក្រោយពីក្រសួងពាណិជ្ជកម្មថៃបានគាំទ្រឲ្យនាងភីមរីភីដែលជាអ្នកលក់អនឡាញដ៏ល្បីយកទុរេនមកលក់នៅក្នុងតម្លៃត្រឹមតែ100បាតនៅក្នុងមួយផ្លែតាមព័ត៌មានបានឲ្យដឹងថានាងភីមរីភីបានចាប់ផ្ដើមប្រើវិធីសាស្ត្របញ្ចុះតម្លៃខ្លាំងឬក៏គេហៅថា flash sale ដែលលក់ទុរេនត្រឹម100បាតនៅក្នុងមួយផ្លែដោយអះអាងថាដើម្បីជួយទីផ្សារទុរេននៅក្នុងប្រទេសថៃដែលកំពុងតែជួបបញ្ហារាំងស្ទះយ៉ាងណាមិញការឡាយលក់បញ្ចុះតម្លៃរបស់នាងគឺពិតជាទទួលបានការគាំទ្រច្រើនណាស់ដោយមានមនុស្សជាច្រើនបានចូលទៅកម្មង់ទិញភ្លុកទឹកភ្លុកដីនៅក្នុងនោះសូម្បីតែក្រសួងពាណិជ្ជកម្មក៏បានបើកភ្លើងខៀវនិងគាំទ្រសរសើរដល់នាងផងដែរទោះជាយ៉ាងណាសកម្មភាពនេះបានធ្វើឲ្យអាជីវករលក់ទុរេនជាច្រើននៅក្នុងប្រទេសថៃបានផ្ទុះកើតការមិនពេញចិត្តព្រោះការលក់ក្រោមតម្លៃទីផ្សារនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរកស៊ីរបស់ពួកគេក្នុងនោះម្នាក់បាននាំគ្នារិះគន់យ៉ាងខ្លាំងទៅលើក្រសួងពាណិជ្ជកម្មដែលមិនមានវិធានការណាមួយហើយក៏មានអ្នកខ្លះទៀតបានរិះគន់ទៅលើគុណភាពទុរេនរបស់នាងភីមរីភីថាជាទុរេនមិនល្អតាមស្តង់ដារជាដើមយ៉ាងណាខាងក្រសួងពាណិជ្ជកម្មបានចេញមកបកស្រាយថានេះគ្រាន់តែជាបច្ចេកទេសធ្វើ promotion ដើម្បីទាក់ទាញអតិថិជនតែប៉ុណ្ណោះហើយគុណភាពប្រហែលជាមិនមានបញ្ហាឡើយព្រោះនាងភីមរីភីជាអ្នកល្បីដែលមានគេតាមដានច្រើនក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថាខ្លួនមិនបានផ្ដល់ការគាំទ្រដល់ influencer ឬអ្នកលក់អនឡាញណាម្នាក់ជាពិសេសនោះទេគឺគ្រាន់តែមើលការខុសត្រូវតែលើគុណភាពនិងស្ថិរភាពតម្លៃទីផ្សារជារួមតែប៉ុណ្ណោះក្រសួងក៏បានរៀបចំផែនការ
ទុកជាមុនយ៉ាងតិច3ខែផងដែរដើម្បីត្រៀមដោះស្រាយបញ្ហាផលដំណាំដែលនឹងអាចលើសតម្រូវការទីផ្សារនៅក្នុងឆ្នាំនេះបាទអស់លោកអ្នកនេះគឺពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមទុរេនផ្ទុះបែកខ្ទិះនៅក្នុងប្រទេសថៃបាទឥឡូវនេះគឺថៃកំពុងតែវឹកវរខ្លាំងរឿងទុរេនធ្លាក់តម្លៃខ្លាំងដោយឡែកងាកមកមើលរឿងលម្អិតពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Pizza Company វិញបាទគឺមានការចុះផ្សាយបែបនេះយីហៅ Pizza ល្បីមួយរបស់ផ្ទះលេខ2បានប្រកាសបិទអាជីវកម្មនៅកម្ពុជាហើយក្រោយរកស៊ីបានជាង20ឆ្នាំជាការពិតណាស់ក្រោយពីការធ្វើពហិការមិនប្រើប្រាស់ផលិតផលនិងទំនិញរបស់ប្រទេសថៃរួចមកនោះគេបានឃើញមានបណ្ដាក្រុមហ៊ុននិងហាងជាច្រើនដែលជារបស់ប្រទេសថៃបានធ្វើការបិទទ្វារជាបន្តបន្ទាប់ក្នុងនោះដែរកាលពីថ្ងៃទី29ខែមេសាឆ្នាំ2026កន្លងទៅនេះក្រុមហ៊ុន Pizza ដ៏ល្បីរបស់ផ្ទះលេខ2យីហៅ The Pizza Company ក៏បានធ្វើការប្រកាសជូនដំណឹងនៃការបិទបញ្ចប់ចម្ពោះរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោយឈរជើងអស់រយៈពេល20ឆ្នាំតាមរយៈเพจផ្លូវការរបស់ក្រុមហ៊ុនខាងលើបានរៀបរាប់ថាសូមគោរពជូនដំណឹងចំពោះបងប្អូនទាំងអស់នៅក្នុងថ្ងៃនេះគឺជាការបិទបញ្ចប់នៅចម្ពោះដ៏អស្ចារ្យមួយរបស់ The Pizza Company ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង20ឆ្នាំមកនេះយើងខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃរាល់ការបរិភោគនិងការអបអរសាទរទាំងឡាយរបស់បងប្អូនទាំងអស់គ្នាយើងខ្ញុំពិតជាមានសេចក្តីត្រេកអរនិងអរគុណជាខ្លាំងចំពោះការគាំទ្រដ៏លើសលប់ហើយនេះគឺជាការលាគ្នាពីម៉ាកយីហៅដែលលោកអ្នកធ្លាប់បានស្គាល់ដោយសេចក្តីគោរពនិងសូមអរគុណដល់កម្ពុជាគួររំលឹកផងដែរថាកាលពីពេលថ្មីនេះដែរនៅលើបណ្ដាញសង្គម Facebook បានផ្ទុះការចែករំលែកបាទគឺបានផ្ទុះការចែករំលែកនិងវែកញែកជាបន្តបន្ទាប់ពីហាង Pizza របស់ផ្ទះលេខ2ខាងលើនេះដែលមានទីតាំងជាច្រើនត្រូវបានផ្លាស់ប្ដូរពីឈ្មោះ The Pizza Company ទៅជា TPC វិញបាទ TPC គឺមានន័យថា The Pizza Cambodia បាទអស់លោកអ្នកនេះគឺរឿងលម្អិតពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Pizza Company ប្រកាសបិទទ្វារលាកម្ពុជាចាប់ពីពេលនេះតទៅហើយនៅក្នុងថ្ងៃនេះក៏មានរឿងដំណឹងដ៏គួរឲ្យសោកស្ដាយមួយផងដែរគឺពាក់ព័ន្ធទៅនឹងទូរទស្សន៍ PNN អានទៅគឺពិតជាសាមញ្ញតែចាក់ដោតអ្នកគ្រប់គ្រងកម្មវិធី PNN បានបង្ហោះសាររាប់ថយក្រោយលាទស្សនិកជនត្រឹមយប់នេះអ្នកលេងបណ្ដាញសង្គម Facebook ច្បាស់ជាបានដឹងនិងបានបង្ហាញការភ្ញាក់ផ្អើលមកហើយដែរបន្ទាប់ពីទទួលបានដំណឹងអំពីការបិទដំណើរការរបស់ស្ថានីយ៍ទូរទស្សន៍ PNN នាពេលខាងមុខនេះតាមរយៈការជូនដំណឹងនៃការបិទដំណើរការរបស់ស្ថានីយ៍ទូរទស្សន៍ PNN ត្រូវបានជម្រាបជូនពីអ្នកនាងទូចបុប្ផាដែលជាប្រធានគ្រប់គ្រងកម្មវិធីនិងការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ PNN ដោយបានបញ្ជាក់ថាទូរទស្សន៍ PNN នឹងត្រូវគោរពលាពីទស្សនិកជនហើយចាប់ពីថ្ងៃទី1ខែឧសភាឆ្នាំ2026តទៅក្រោយទទួលបានដំណឹងខាងលើនេះហើយមហាជនបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងនៃការបិទដំណើរការនៃស្ថានីយ៍ទូរទស្សន៍ខាងលើដែលជាស្ថានីយ៍ទូរទស្សន៍ឈានមុខគេមួយនៅក្នុងចំណោមស្ថានីយ៍ទូរទស្សន៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជាដោយឡែកងាកទៅកាន់ក្រុមការងារនិងសិល្បករសិល្បការិនីដែលធ្លាប់បានធ្វើការនៅក្នុងស្ថានីយ៍ទូរទស្សន៍ PNN ក៏បានបង្ហាញអំពីការអាឡោះអាល័យនិងនឹករលឹកជាបន្តបន្ទាប់នៃការលាគ្នាពីកន្លែងធ្វើការដែលធ្លាប់ធ្វើការរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះយ៉ាងណាមិញនៅសល់មិនដល់ប៉ុន្មានម៉ោងទៀតនោះទេ
ពលគឺនាយប់ថ្ងៃទី30ខែមេសាឈានចូលថ្ងៃទី1ខែឧសភាឆ្នាំ2026ចាប់ពីវេលាម៉ោង00:00និង00នាទីស្ថានីយទូរទស្សន៍ PNN នឹងលែងមានសកម្មភាពបន្តនៅក្នុងការចាក់ផ្សាយកម្មវិធីនានាជូនដល់មហាជនទៀតហើយក្នុងនោះដែរអ្នកលេងបណ្ដាញសង្គម Facebook និងអ្នកធ្លាប់បានធ្វើការនៅក្នុងទ្រនំស្ថានីយទូរទស្សន៍ខាងលើបានបង្ហាញការសោកស្ដាយជាថ្មីម្ដងទៀតក្រោយបានឃើញសារអានសាមញ្ញមួយប៉ុន្តែចាក់ដោតយ៉ាងខ្លាំងពីអ្នកនាងទូចបុប្ផាប្រធានគ្រប់គ្រងកម្មវិធីនិងការផ្សាយរបស់ស្ថានីយទូរទស្សន៍ PNN សារនោះដែរប្រធានគ្រប់គ្រងកម្មវិធីនិងការផ្សាយរបស់ស្ថានីយទូរទស្សន៍ PNN បានរៀបរាប់ថាបិទភ្នែកហើយស្រមៃថាយើងនឹងបែកគ្នានារាត្រីបាទគឺបិទភ្នែកហើយស្រមៃថាយើងនឹងបែកគ្នានារាត្រីម៉ោង12យប់នាថ្ងៃទី30មេសា2026នេះហើយបាទអរលោកអ្នកនេះគឺជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយពាក់ព័ន្ធទៅនឹងការបិទរបស់សានីទូរទស្សន៍ PNN